សូមស្វាគមន៍មកកាន់កោ single បាទថ្ងៃនេះកោ single នឹងនាំយកមេរៀនថ្មីមួយទៀតហើយគឺតាក់ទងជាមួយនឹងលេខបាទចែកជូនដល់អ្នកទាំងអស់គ្នាផងដែរបាទអញ្ចឹងលេខនៅក្នុងភាសាចិនបាទគឺយើងអានថា数字បាទអញ្ចឹង数字លេខនៅពេលដែលយើងរៀនចប់អស់ហើយបាទពីលេខ0រហូតដល់លេខ10តើនឹងមានអត្ថប្រយោជន៍អ្វីខ្លះចំពោះយើងមកចាប់ផ្ដើមជាមួយនឹងខ្ញុំដូចតទៅបាទអូខេអញ្ចឹងលេខ0បាទលើអ៊ីងលីងលីងបាទសំឡេងទី2ណាលើអ៊ីងលីងលីងបាទសំឡេងទី2លេខ0បាទអ៊ីអ៊ីបាទសំឡេងទី1ណាអ្នកនរគ្នាលេខ1បាទអសំឡេងទី4អលេខ2បាទសានសឺអានសានសំឡេងទី1សានលេខ3បាទសឺសំឡេងទី4ណាបាទគឺលេខ4អ៊ូសំឡេងទី3អ៊ូបាទអ៊ូគឺលេខ5បាទជាបន្តទៀតលើអ៊ីវលាវលាវបាទសំឡេងទី4ណាអ្នកនរគ្នាលេខ5លេខ6លើអ៊ីវលាវលាវបាទសំឡេងទី4បាទលេខ5 1បាទឈីបាទសំឡេងទី1ណាអ្នកទាំងអស់គ្នាបាទឈីបាទលេខ5 2ប៉ាសំឡេងទី1ប៉ាលេខ8បាទជីអ៊ីវជីវបាទសំឡេងទី3ណាជីវបាទលេខ5 4បាទសំឡេងទី2បាទលេខ10កន្លែងនេះប្រយ័ត្នបន្តិចណាអ្នកនរគ្នាបាទប្រយ័ត្នច្រឡំកន្លែងលេខ4និងកន្លែងលេខ10បាទកន្លែងនេះឃើញមានគ្នាយើងច្រឡំច្រើនបាទអញ្ចឹងនៅពេលដែលយើងបញ្ចេញសំឡេងបានត្រឹមត្រូវបាទនោះការច្រឡំយើងលែងមានទៀតហើយបាទអញ្ចឹងបាទលេខ10របស់យើងបាទនេះមានអក្សរ x នៅខាងចុងបាទអណ្ដាតទល់នឹងក្អមមាត់លើហើយយើងប្អូនបន្តិចមករៀងវែងបន្តិចមកអ្នកនរគ្នាចូលលេខ10តែម្ដងបាទបាទអានជាមួយខ្ញុំទាំងអស់គ្នាណាបាទគឺលេខ10អូខេអញ្ចឹងអានជាមួយខ្ញុំទាំងអស់គ្នាលីងបាទលីងលេខ0អ៊ីលេខ1អលេខ2សានលេខ3សឺលេខ4អ៊ូលេខ5លាវលេខ6ឈីលេខ7ប៉ាលេខ8ជីវលេខ9លេខ10លេខ10បាទអូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រាប់ពី11 12 13ទៀតយើងគ្រាន់តែយកលេខ10យកមកបូកជាមួយនឹងលេខ1មកបាទរួចជាការស្រេចបាទឧទាហរណ៍11អញ្ចឹងយើងយកលេខ10បូកជាមួយនឹងលេខ1មក11បាទនោះលេខ11ហើយអ្នកនរគ្នាអានតាមបន្តឲ្យបានច្រើនដងអ្នកទាំងអស់គ្នាបាទកុំភ្លេចការអានណាបាទហើយនឹងការនិយាយយើងចេះតិចយើងនិយាយតិចយើងនិយាយយូរទៅយើងសន្សំទៅបានច្រើនទៅធ្វើឲ្យការបញ្ចេញសម្លេងរបស់យើងហ្នឹងបាទដូចថាយើងស្រួលបញ្ចេញសម្លេងណាបាទអត់ឲ្យយើងអៀនទេកាលណាដែលយើងអៀនអត់ហ៊ាននិយាយហ្នឹងហើយយើងប្រកាសជា slow ជាងគេហើយណាបាទអូខេអញ្ចឹងអ្នកទាំងអស់គ្នាចេះពីលេខ0ដល់លេខ10ហើយអញ្ចឹងមកមើលគុណសម្បត្តិថាតើយើងអាចអានបានអ្វីខ្លះបាទអញ្ចឹងយើងគ្រាន់តែបូកលេខមកបាទឧទាហរណ៍បាទនាននៅអៀននានសំឡេងទី2នានបាទអញ្ចឹងនាននេះមានន័យថាឆ្នាំបាទអញ្ចឹងឧទាហរណ៍ឆ្នាំ1992បាទអញ្ចឹងខ្មែរយើងដាក់ឆ្នាំបាទហើយនឹងលេខពីក្រោយបាទឧបមាយើងឆ្នាំបាទ1992ប៉ុន្តែចិនគេយកឆ្នាំយកទៅដាក់ខាងក្រោយវិញបាទអញ្ចឹងលេខរបស់យើងអ្នកទាំងអស់គ្នាបានរៀនហើយអំបញ្ញមិញហ្នឹងបាទលេខ1គឺអ៊ីលេខ9បាទជីវបាទនេះលេខ9ទៀតជីវបាទលេខ2គឺបាទអញ្ចឹងយើងចង់និយាយថាឆ្នាំ1992
1992បាទអញ្ចឹងខ្មែរយើងដាក់ឆ្នាំពីមុខប៉ុន្តែចិនអត់ទេចិនគេយកឆ្នាំយកទៅដាក់ខាងក្រោយវិញគេនិយាយចំនួនលេខខាងមុខបាទអញ្ចឹងមកចាប់តាមជាមួយខ្ញុំបាទអញ្ចឹងជាភាសាចិនយើងអានថាអ៊ីជីវជីវអនៀនបាទអញ្ចឹងវិញណាអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងគ្រាន់តែយកឆ្នាំយកទៅដាក់ខាងក្រោយហ្នឹងអ្នកទាំងអស់គ្នាបាននិយាយអាចដាក់ឆ្នាំណាក៏បានដែរបាទអូខេអញ្ចឹងឧទាហរណ៍មួយទៀតបាទនៅក្នុងឆ្នាំនេះគឺឆ្នាំ2026អញ្ចឹងនៅក្នុងភាសាចិនគេអានយ៉ាងម៉េចដែរមកអានទាំងអស់គ្នាបាទលេខ2អលីងអលៀវនៀនបាទអញ្ចឹងមានន័យថាឆ្នាំ2026បាទអ្នកនរគ្នាឃើញអត់បាទអញ្ចឹងយើងចេះលេខនេះពិតជាមានគុណសម្បត្តិច្រើនមែនតើបាទអញ្ចឹងឆ្នាំអ្នកទាំងអស់គ្នាចេះក្នុងការប្រើប្រយោគហើយអញ្ចឹងជាបន្តគឺខែនៅក្នុងភាសាចិនបាទយើងអានថាវាបាទសំឡេងទី4ណាអ្នកនរគ្នាវាបាទសំឡេងទី4បាទអូខេអញ្ចឹងនេះឧទាហរណ៍អញ្ចឹងខែរបស់យើងមានទាំងអស់ចំនួន12ខែបាទមករាកុម្ភៈមិនិនាមេសាបាទអញ្ចឹងទៅណាពីខែ1រហូតដល់ខែ12អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែយកចំនួនលេខបាទអ្នកទាំងអស់គ្នាចង់បានខែ1អ្នកទាំងអស់គ្នាយកលេខ1យកមកដាក់ពីមុខយាកនឹងមកបានខែមករាហើយបានខែ1ហើយបាទអញ្ចឹងរហូតទៅដល់ខែ10បាទហើយខែ11ខែ12អ្នកទាំងអស់គ្នាគ្រាន់តែអេតចំនួនលេខពីមុខខែមកទៅជាបាទខែមករាកុម្ភៈមិនិនាមេសាដូចខ្មែរយើងដែរហើយបាទអញ្ចឹងបាទងាយស្រួលចំណាំមែនតើបាទអូខេអញ្ចឹងនៅក្នុងឧទាហរណ៍នេះខែ1អញ្ចឹងខែ1គឺខែមករាអញ្ចឹងភាសាចិនគេអានថាអ៊ីវាបាទនេះយើងគ្រាន់តែដាក់លេខ1ពីមុខមកបាទខែ1គឺខែមករាយើងហើយបាទនេះបាទមួយទៀតនេះខែប៉ុន្មានដែរខែ3បាទអញ្ចឹងខែ3បាទ3គឺសានបាទអញ្ចឹងយើងបូកចូលគ្នាមកសានយៈបាទអញ្ចឹងសានយៈគឺខែ3ខែមិនិនាណាបាទអូខេអញ្ចឹងបន្ទាប់ពីយើងបាទចេះក្នុងការអានឆ្នាំខែឥឡូវយើងនៅសល់មួយទៀតគឺថ្ងៃទីបាទអញ្ចឹងថ្ងៃទីបាទនៅក្នុងភាសាចិនបាទយើងអានថាហោបាទសំឡេងទី4ណាអ្នកនរគ្នាហៅសំឡេងទី4ហោបាទអញ្ចឹងហោនេះគឺមានន័យថាថ្ងៃទីបាទអញ្ចឹងថ្ងៃទីនេះដូចគ្នាទៀតអ្នកទាំងអស់គ្នាគ្រាន់តែយកលេខមកដាក់ពីមុខហោហ្នឹងមកយើងនឹងចង់បានថ្ងៃដែលយើងចង់និយាយហើយបាទឧទាហរណ៍យើងចង់និយាយថាថ្ងៃ1ថ្ងៃ2ថ្ងៃ3អ្នកទាំងអស់គ្នាគ្រាន់តែអេតលេខពីមុខហោហ្នឹងមកតាមអ្វីដែលអ្នកទាំងអស់គ្នាថ្ងៃអ្វីដែលអ្នកទាំងអស់គ្នាចង់និយាយហើយបាទអញ្ចឹងនៅក្នុងនេះខ្ញុំលើកទីឧទាហរណ៍2បាទនេះគឺបាទលេខ3បាទអញ្ចឹងថ្ងៃទី3អញ្ចឹងថ្ងៃទី3ភាសាចិនយើងអានថាសានហោបាទឃើញទេអ្នកនរគ្នាអញ្ចឹងលេខនេះពិតជាមានបាទគុណសម្បត្តិខ្លាំងមែនតើអញ្ចឹងអ្នកនរគ្នាឧស្សាហ៍និយាយបាទឲ្យបានច្រើនដើម្បីឲ្យមាត់យើងបាទស្ទាត់បាទឲ្យរឹតមាត់កាលណាយើងអត់និយាយបាទវាធ្វើឲ្យយើងកាំងណាអ្នកនរគ្នាបាទអូខេអញ្ចឹងមួយថ្ងៃជាបន្តទៀតនេះបាទឧទាហរណ៍មួយទៀតគឺនេះលេខប៉ុន្មានដែរគឺលេខ9អញ្ចឹងលេខ9នៅក្នុងភាសាចិនយើងអានថាជីវបាទជីវសំឡេងទី3ជីវបាទអញ្ចឹងលេខ9បាទបូកជាមួយនឹងថ្ងៃទីមកជីវហោបាទមានន័យថាថ្ងៃទី9បាទជីវហោបាទអញ្ចឹងជីវហោមានន័យថាថ្ងៃទី9អូខេអ្នកនរគ្នាអញ្ចឹងខ្ញុំសូមបង្ហាញអ្នកនរគ្នាមួយទៀតនៅពេលដែលយើងរៀនបាទនៅពេលដែលមុននឹងកត់មេរៀនយើងមិនមានសរសេរថ្ងៃខែខ្មែរយើងឧទាហរណ៍ថាថ្ងៃទី1បាទខែ1ឆ្នាំ2026អញ្ចឹងយើងសរសេរបាទខ្មែរយើងសរសេរពីតូចទៅធំប៉ុន្តែចិនអត់ទេចិនគេសរសេរពីធំមកតូចវិញបាទឧទាហរណ៍ថាសរសេរពីចុងមកដើមបាទពីដើមទៅចុងវិញណាអ្នកនរគ្នាអញ្ចឹងយើងបញ្ច្រាស់ពីថ្ងៃខែឆ្នាំពីខ្មែរយើងណាបាទអូខេអញ្ចឹងបាទឧទាហរណ៍បើថ្ងៃនេះគឺជាបាទថ្ងៃទី1ខែ1ឆ្នាំ2026បាទអញ្ចឹងខ្មែរយើងអានថាម៉េចអ្នកនរគ្នាបាទយើងអានថាអ៊ីហោអ៊ីវា2026បាទប៉ុន្តែនៅក្នុងវេយ្យាករណ៍ភាសាចិនគឺគេនិយាយពីឆ្នាំមុនណាបាទពីធំមកតូចបាទគេនិយាយឆ្នាំហើយគេនិយាយខែបន្ទាប់មកគេនិយាយថ្ងៃទីបាទអញ្ចឹងយើងត្រឡប់មកវិញមកបាទ
អញ្ចឹងនៅក្នុងភាសាចិនបាទថ្ងៃទី1ខែ1ឆ្នាំ2026អញ្ចឹងយើងនិយាយជាភាសាចិនវិញបាទគឺ2026បាទអូខេអញ្ចឹងគឺនេះគ្រាន់តែជាឧទាហរណ៍បន្តិចបន្តួចសម្រាប់ជូនដល់អ្នកទាំងអស់គ្នាបាទនៅក្នុងការសិក្សាផងដែរអូខេអញ្ចឹងថ្ងៃនេះមេរៀនរបស់យើងបានដល់ទីបញ្ចប់ហើយកុំភ្លេចបាទសូមជួយ Subscribe Like Comment បាទនិងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូជាបន្តទៀតផងដែរបាទបាយបាយជួបគ្នានៅវីដេអូក្រោយ